claim មកបងល្អមែននៅពេលដែលខ្ញុំប្រើទៅបាត់មុនអស់លីងតែនៅពេលដែលខ្ញុំប្រើម្សៅខុសមុខទៅជាឡើងមុនពេញមុខករណីនេះមិនមែនជួបតែលបងទេសូម្បីតែភ្ញៀវខ្ញុំមួយចំនួននៅពេលដែលគាត់បានព្យាបាលជាមួយនឹង claim មកកម្រិតប៉ាសរបស់ខ្ញុំជាមុនហើយគាត់ទៅប្រើម្សៅ10000 20000 30000ដាក់មានប្រភពច្បាស់លាស់បើសិនបើយើងប្រើលេសុតណាគឺស្បែកមុខយើងអត់ងាយឡើងមុនទេបងប្អូនតែបើសិនបើយើងប្រើជាប្រភេទម្សៅដែលមាន mercury ពួក steroid ហ្នឹងស្បែកមុខរបស់យើងគឺប្រឈមមុខនឹងការកកាត់មុនពេញមុខឯងពួកពពួកជាតិកាត់នៅពេលដែលយើងប្រើល្មមស្បែកមុខយើងចេញញ៉េងប៉ុន្តែបន្ទាប់ពីញ៉េងហើយគឺមិនគឺមុខយើងខ្ទេចរងាស្បែកមុខជើងគឺមុខយើងឡើងមុខអត់ឈប់ឯងបើអ្នកទាំងអស់គ្នាចង់ឲ្យមុខយើងបាត់មុនមកវិញអ្នកទាំងអស់គ្នាប្រើជាមួយនឹង claim មកកម្រិតពណ៌សនេះដែលឈ្មោះថា Jessie អ្នកទាំងអស់គ្នាអាចប្រើមួយអាទិត្យ2ទៅ3ដងហេតុអីបើមុខបងប្អូននៅតែឡើងមុនដោយសារពេលខ្លះយើងជិះម៉ូតូក៏ដោយយើងជិះឡានក៏ដោយនៅពេលដែលយើងចុះពីលើឡានប៉ះជាមួយនឹងមេរោគធូលីដីដែលយើងមើលឃើញណាគឺវាតោងចូលស្បែកមុខយើងអញ្ចឹងនៅពេលដែលយើងលាងសម្អាតស្បែកមុខអត់បានស្អាតពីមួយថ្ងៃទៅមួយថ្ងៃពីមួយអាទិត្យទៅមួយអាទិត្យយើងក៏ដែរប្រើជាប្រភេទផលិតផល exfoliate ទៅលើស្បែកមុខទេគឺមុខអ្នកទាំងអស់គ្នានឹងមានកោសិកាចាស់ចាស់ហើយនឹងមេរោគធូលីដីគឺវាតោងចូលស្បែកមុខរបស់យើងនេះហើយជាធ្វើមុខយើងឡើងមុនអត់ឈប់បើអ្នកទាំងគ្នាចង់ជាដាច់អ្នកទាំងគ្នាប្រើជាមួយនឹង Jessie Claim ណាឆាប់មកពួកខ្ញុំមកឥឡូវយើងកំពុងតែមួយសិនហើយយើងក៏ប្រាប់ពីរបៀបតោងញ៉ាំដែរថាតើញ៉ាំបែបម៉េចដើម្បីកុំឲ្យមុខយើងឡើងមុន